ជាសួរគ្រូខ្ញុំបាទឈ្មោះវណ្ណេតអញ្ចឹងថ្ងៃនេះក្រុមពួកខ្ញុំធ្វើការភាសាគ្នាទៅតទៅនឹងធានបទក្រុមសិលធម៌នៃអ្នកធ្វើវេទិកាឬក៏ content creator របស់យើងណាអញ្ចឹងតទៅនឹងប្រធានបទនេះគឺតទៅនឹងការធ្វើវីដេអូរបស់គាត់ឬក៏ content របស់គាត់ហ្នឹងវាមានផលប៉ះពាល់ឬក៏មានចំណុចល្អឬក៏មានបញ្ហាអ្វីខ្លះដល់សង្គមឬក៏ដល់មើលអញ្ចឹងទៅអញ្ចឹងសេះអាចនាំពីវិស័យអូខេបាទជំរាបសួរគ្រូអញ្ចឹងខ្ញុំឈ្មោះសីហាអញ្ចឹងអាហ្នឹងខ្ញុំនឹងមកនិយាយអំពីបញ្ហាក្រមសីលធម៌ក្នុងការបង្កើត content មួយនឹងវណ្ណេតជាមួយហើយនឹងសឿមេងបាទគ្រូជំរាបសួរគ្រូខ្ញុំសឿមេងថ្ងៃហ្នឹងខ្ញុំមកធ្វើជាចំណុចការក្នុងការឆ្លើយទៅសួរទៅនឹងសំណួរដើម្បីexplain ទៅលើ topic របស់យើងឲ្យកាន់តែច្បាស់ថែមទៅទៀតអញ្ចឹងបាទអញ្ចឹងមុននឹងយើងនិយាយគ្នាទៅទៅនឹងបញ្ហាប្រធានបទនេះយើងត្រូវយល់សិនថាតើក្រមសីលធម៌នៃការធ្វើវីដេអូឬការធ្វើ content ហ្នឹងវាមានលក្ខណៈបែបម៉េចអញ្ចឹងយើងស្ដាយទៅលើក្រមសីលធម៌នេះគឺយើងស្ដាយថាការធ្វើវីដេអូហ្នឹងពេលដែលគាត់ផុសចូលក្នុងsocial media ហើយវាអត់ធ្វើឲ្យមានបញ្ហាឬក៏ប៉ះពាល់ទៅដល់អ្នកដទៃឬក៏ប៉ះពាល់ទៅដល់អ្នកមើលទេអញ្ចឹងណាព្រោះវាមានសារៈសំខាន់មែនតើតើតើនឹងការគិតគូរទៅលើបញ្ហាទាំងអស់ហ្នឹងគឺវាអត់ធ្វើឲ្យប៉ះពាល់ទៅលើមនុស្សពិសេសមនុស្សមកព្រោះមនុស្សគឺជាអ្នកមើលវីដេអូរបស់យើងអញ្ចឹងណាអញ្ចឹងសេះអាចថែមទៅតទៅចំណុចកន្លែងចំពោះកន្លែងហ្នឹងគឺខ្ញុំយល់ស្របគឺថាវាត្រឹមត្រូវអញ្ចឹងខ្ញុំសូមឧទាហរណ៍ថាបើសិនជា content creator គាត់ធ្វើការបង្កើត content ដែលតាក់ទងទៅនឹងបញ្ហាដែល sensitive ដែលវាមានសារៈសំខាន់ខ្លាំងដូចជាតាក់ទងទៅនឹងសុខភាពឬមួយក៏តាក់ទងទៅនឹងការ financial អីហ្នឹងអញ្ចឹងបើសិនជាព័ត៌មានដែលគាត់យកមកហ្នឹងវាអត់ពិតទេវាคล้ายៗវាអីអញ្ចឹងវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពឬក៏អាចធ្វើឲ្យអ្នកមើលហ្នឹងគឺគាត់អាចបាត់បង់ថវិកាដោយសារអ្នកបង្កើត content ដែលបង្កើត content ហ្នឹងផងដែរដោយសារតែគាត់អាចមានការជះឥទ្ធិពលខ្ពស់លើអ្នកមើលរបស់គាត់ចាអាហ្នឹងគឺរបស់ខ្ញុំមានប៉ុណ្ណឹងអញ្ចឹងយើងឃើញថាក្រមសីលធម៌គឺសំខាន់នៅក្នុងការបង្កើតនៅមេតិកាអញ្ចឹងខ្ញុំមានសំណួរសួរថាតើក្រមសីលធម៌ដែលក្នុងការបង្កើត content ហ្នឹងវាមានចំណុចធំៗអ្វីខ្លះដើម្បីធ្វើឲ្យការបង្កើតមេតិកាដោយគ្រប់ក្រមសីលធម៌ហ្នឹងវាកាន់តែល្អប្រសើរជាងមុនអូខេអរគុណស៊ីម៉េងអញ្ចឹងតើតោះចំណុចនេះគឺខ្ញុំមាន4ចំណុចបង្ហាញចំពោះចំណុចទាំង4នេះខ្ញុំបង្ហាញទី1គឺភាពត្រឹមត្រូវអញ្ចឹងនៅក្នុង content របស់យើងគឺយើងបង្ហាញពីព័ត៌មានពិតមានប្រភពច្បាស់លាស់ចាអញ្ចឹងប៉ះធ្វើឲ្យអ្នកមើលពេលដែលគាត់មើលហើយគាត់ទទួលបាននៅរបស់ដែលពិតព័ត៌មានដែលពិតវាត្រឹមត្រូវអញ្ចឹងណាហើយចំពោះចំណុចទី2គឺការគ្រប់គឺមានន័យថាយើងគ្មានការប៉ះពាល់ទៅលើផ្លូវចិត្តផ្លូវអារម្មណ៍ដល់អ្នកដទៃទេគឺអត់មានប៉ះពាល់មិនមានការប្រមាថមិនមានការរើសអើងជាសាច់មិនមានការវាតម្លៃទៅលើវប្បធម៌របស់អ្នកដទៃអញ្ចឹងដូចជាយើងអាចនិយាយថានៅក្នុងប្រទេសជប៉ុនគឺគាត់មិនធ្លាប់មានប្រវត្តិសាស្ត្រទីក្រុងហ៊ីរ៉ូស៊ីម៉ាឬក៏នាការស្គីត្រូវបានក៏បែកបាននៅវេលាហើយមនុស្សប្រព័ន្ធមើលអ្នកបានស្លាប់អញ្ចឹងណាអញ្ចឹងដោយសារតែបញ្ហាហ្នឹងគឺធ្វើឲ្យប្រជាជនគាត់កាន់ទុកគាត់មានទុកដល់ឡើយអញ្ចឹងអាចថាគាត់ឃើញមាន content creator ខ្លះគាត់បានទៅប្រទេសជប៉ុនហើយគាត់បាននិយាយបញ្ហាហ្នឹងហើយនិយាយបែបខ្សែច្រមុះទៅកាន់ប្រទេសជប៉ុនអញ្ចឹងណាតែពេលអញ្ចឹងទៅធ្វើឲ្យប្រជាជនជប៉ុនគាត់ខឹងគាត់ស្អប់អញ្ចឹងទៅអាចប្រជាជនជប៉ុនខ្លះគាត់ដេញឲ្យចេញពីប្រទេសគេហ្មងហើយអញ្ចឹងខ្ញុំនិយាយថាសេះហាអាចបន្ថែមទៅលើឧទាហរណ៍អីផ្សេងទៀតទៅលើបញ្ហាហ្នឹងនេះព្រោះភាសាវាក្តៅគ្រប់ដែរអញ្ចឹងខ្ញុំសូមឧទាហរណ៍ធ្វើការលើឧទាហរណ៍ជាក់ស្ដែងមួយនៅក្នុងសមាលើហ្នឹងអញ្ចឹងខ្ញុំសូមឧទាហរណ៍ថានៅពេលដែលអ្នក content ដែលភាគច្រើនគឺអ្នក content គឺគាត់ចូលចិត្តធ្វើការបង្កើត challenge មួយធ្វើការបង្កើត challenge ដើម្បីឲ្យអ្នកគាត់ធ្វើយ៉ាងណាបង្កើតជា content challenge ហ្នឹងទៅដូចជាអ្នកខ្លះគឺគាត់បានបង្កើត content ដែលមានគ្រោះថ្នាក់ដូចជាពេលណានោះគឺមាន content creator មួយដែលគាត់ធ្វើការ challenge ដែលបានន័យថាគាត់យកទន្សាយយកទៅកាន់ដល់មកគាត់យកតែទន្សាយហ្នឹងមកចាក់ចូលខ្លួនរបស់គាត់ដែលធ្វើឲ្យគាត់បានបាត់បង់ជីវិត
ឬមួយក៏អ្នកខ្លះទៅគឺគាត់ធ្វើ content ក្នុងការញ៉ាំរបស់ដែលហឹរខ្លាំងញ៉ាំរបស់ដែលប៉ះពាល់ដល់សុខភាពឬមួយក៏មានអាចនឹងដល់ថ្នាក់ថាមានអ្នកខ្លះហ្នឹងគឺអាចធ្វើការ challenge ក្នុងការញ៉ាំសាប៊ូលាងចានដោយសារតែ sponsor គាត់ចង់ឲ្យធ្វើរឿងហ្នឹងហើយដើម្បីធ្វើឲ្យវីដេអូហ្នឹងវា viral អញ្ចឹងអាហ្នឹងខ្ញុំចង់សួរថាដល់ពេលដែលគាត់ធ្វើយ៉ាងទៅការវាតើវាប៉ះពាល់ដល់ការដល់ក្រមសីលធម៌ក្នុងការបង្កើត content វាមិនខ្លះព្រោះថាអ្វីដែលខ្ញុំបានយ៉ាងនេះគឺវាអាចប៉ះពាល់ដល់ផ្លូវច្បាប់ទៀតអញ្ចឹងគ្នាយើងអាចបន្ថែមលើហ្នឹងបានទេហ្នឹងហើយសិក្នុងហ្នឹងគឺវាប៉ះពាល់ខ្លាំងប៉ះពាល់ទៅលើក្រមសីលធម៌ខ្លាំងដូចស្អីគឺយើងបង្ហាញទៅលើព័ត៌មានបំផិតទាំងដែលពេលខ្លះយើងគ្រាន់តែជាការកាត់តលេខសាយឬក៏ដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកមើលប៉ុន្តែពេលខ្លះវីដេអូយើងមិនមែនមានតមនុស្សចាស់មនុស្សដែលមានចំណេះដឹងមនុស្សដែលមានការកាត់ចាំអ្នកមើលពេលខ្លះក្មេងៗគ្នាអត់ដឹងអីទេគ្នាមានការគិតអីវែងឆ្ងាយគ្នាគ្រាន់តែឃើញគ្នាជឿគ្នាហ្មងតែនៅពេលដែលជឿឧទាហរណ៍ថាជឿធ្វើ challenge មួយដែលចាក់របស់គ្រោះថ្នាក់ចូលក្នុងខ្លួនឬក៏ញ៉ាំរបស់គ្រោះថ្នាក់ចូលក្នុងខ្លួនគឺក្មេងៗគាត់អត់ខ្វល់ទេគាត់ចង់សាក់តាមចង់ធ្វើតាមអញ្ចឹងអាហ្នឹងយើងដឹងហើយច្បាប់ក្មេងគឺវាធ្វើអញ្ចឹងនៅពេលដែលគាត់ធ្វើតាមហើយមានគ្រោះថ្នាក់អញ្ចឹងសួរថាអ្នកណាមកទទួលខុសត្រូវជីវិតគាត់គឺគ្មានទេអញ្ចឹងអីដែលជាបញ្ហាគឺអ្នកដែលបង្កើត content ហ្នឹងហើយជាមនុស្សដែលនិយាយទៅគាត់ខុសមកខុសទាំងស្រុងហើយគឺប៉ះពាល់ទៀតប៉ះពាល់ទៅដល់គាត់ដោយសារគាត់ធ្វើរបស់កខ្វក់គេហើយគេធ្វើតាមមានគ្រោះថ្នាក់អញ្ចឹងអូខេហើយចំពោះស៊ីមីមានអីចង់បន្ថែមលើចំណុចទាំងអស់ហ្នឹងអត់ក៏មានអីបន្ថែមថ្មីទេសម្រាប់ខ្ញុំទៅលើការខ្ញុំលើកទៅលើចំណុចរបស់សេហាទៅលើការនិយាយអំពីការ content ការបង្កើតមេតិកានៅលើគ្រោះថ្នាក់ទៅការបង្កើតមេតិកាគ្រោះឆ្លែងនានាដែលនាំឲ្យគ្រោះថ្នាក់ទៅដល់អ្នកមើលអញ្ចឹងទៅការបង្កើត content បែបហ្នឹងវាបាន viral មែនប៉ុន្តែធ្វើឲ្យប៉ះពាល់ទៅដល់អ្នកមើលមួយចំនួនដែលគាត់ខ្វះការពិចារណាអញ្ចឹងទៅទៅលើចំណុចមួយនេះគាត់អាចនឹងបានផលប្រយោជន៍មែនប៉ុន្តែគាត់ទទួលបានគាត់បានចែកម្លែកអ្វីដែលមិនល្អទៅកាន់សង្គមអញ្ចឹងធ្វើឲ្យសង្គមយើងក៏ទទួលបានផលវិជ្ជមានពី content របស់គាត់ដែរអញ្ចឹងទៅសម្រាប់ខ្ញុំចំណុចហ្នឹងមានតែប៉ុណ្ណឹងដែលបន្ថែមទៅលើសេហាអញ្ចឹងទៅខ្ញុំក៏មានសំណួរមួយដែរតាក់ទងជាមួយនឹងបើសិនជាយើងបាននិយាយរួចហើយពីក្រមសីលធម៌ធំៗ4ចំណុចហ្នឹងហើយយើងក៏បាននិយាយទៅលើចំណុចដែលការបង្កើត content viral ដែលធ្វើឲ្យគ្រោះថ្នាក់រួចហើយដែរអញ្ចឹងទៅបើសិនជាខ្ញុំមានសំណួរមួយបើសិនជាមាន sponsor មួយដែលពាក់ព័ន្ធទៅនឹងsponsor ដែលគាត់ធ្វើទៅលើ game online ឬមួយក៏គ្រឿងស្រវឹងឬមួយក៏ថ្នាំជក់ដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវឬមួយក៏មានអាជ្ញាប័ណ្ណដែរអញ្ចឹងទៅតើបើសិនជាគេឲ្យអត្ថប្រយោជន៍យើងច្រើនយើងដឹងថាមនុស្សម្នាក់គឺត្រូវការថវិកានៅក្នុងជីវភាពរស់នៅហើយ content creator ហ្នឹងក៏ជាផ្នែកមួយនៃអាជីពរបស់យើងដែរអញ្ចឹងទៅបើសិនជាគេឲ្យអត្ថប្រយោជន៍យើងច្រើនឬមួយក៏ថវិកាយើងច្រើនតែយើងគួរទទួលបច្ចេកពីគាត់ដើម្បីធ្វើការផ្សព្វផ្សាយទៅលើcontent អស់ហ្នឹងអញ្ចឹងគ្នាយើងមានអីដែលឆ្លើយតបជាមួយខ្ញុំទៅលើចំណុចហ្នឹងអត់បើសម្រាប់ខ្ញុំវិញខ្ញុំគិតថាអត់គួរទេទោះបីជាយើងទទួលបានការ sponsor ឬក៏ទទួលបានប្រាក់ចំណូលច្រើនពី sponsor ណាដល់ខ្ញុំគិតថាចំពោះអ្នកបង្កើតមាតិកានៅពេលដែលគាត់ទទួលបាន sponsor ឬមួយក៏ទទួលបានproject ឬក៏ commission ពីគេគឺគាត់ត្រូវតែស្វែងយល់ទៅការស្រាវជ្រាវឲ្យដឹងពីប្រវត្តិនៃផលិតផលហ្នឹងតើផលិតផលហ្នឹងវាមានអាជ្ញាប័ណ្ណអត់វាមានសុវត្ថិភាពក្នុងការប្រើប្រាស់ចំពោះមនុស្សអត់មិនគ្រាន់តែទទួលឲ្យតែគេបានឲ្យលុយច្រើនគឺទទួលទេដោយសារតែអូខេបើសិនជាយើងគិតពី short term ទៅគឺវាបានច្រើនមែនដោយបើសិនជាគេឲ្យលុយច្រើនបានថាគឺវាបានច្រើនមែនប៉ុន្តែបើសិនជាយើងគិត short term ទៅគិតឲ្យបានយូរអង្វែងទៅនៅពេលដែលយើងយកផលិតផលទាំងអស់ហ្នឹងមក sponsor មកឲ្យហើយនៅពេលដែលអ្នកមើលរបស់យើងគាត់យកទៅទិញវាយកទៅប្រើទៅគឺគាត់នៅពេលដែលគាត់ប៉ះពាល់ដល់សុខភាពឬក៏គាត់មានគ្រោះថ្នាក់នៅពេលដែលគាត់ប្រើផលិតផលដែលមានអាជ្ញាប័ណ្ណឬក៏ផលិតផលដែលអត់មានប្រវត្តិច្បាស់លាស់ហ្នឹងគឺគាត់ទទួលបានមានគ្រោះថ្នាក់អញ្ចឹងគឺវាធ្វើឲ្យ
គាត់បាត់បង់ទំនុកចិត្តមកលើយើងអាចធ្វើឲ្យយើងហ្នឹងបាត់បង់គេឈ្មោះអាចស្អុយឈ្មោះយ៉ាងទៅនៅថ្ងៃក្រោយអូខេអញ្ចឹងដល់ពេលដែលយើងគិតមើលទៅគឺតែបើតែយើងឥឡូវនេះគឺយើងបានទទួលបានលុយច្រើនណាស់ប៉ុន្តែបើសិនជាយើងគិតដល់ថ្ងៃក្រោយទៅគឺយើងលែងបានអីទៀតទាំងអស់បានន័យថាយើងអាចធ្វើឲ្យធ្វើបានន័យថាយើងអាចបានថាវាគិតជា short term investment គឺវាបានតែប៉ុន្តែបើគិតជាចិត្តជា long term គឺវាខាតវិញទេអញ្ចឹងហើយបាននិយាយថាមុននឹងធ្វើធ្វើការ sponsor បដាក់ sponsor មួយហ្នឹងត្រូវតែយកជឿពីព្រោះវាបានច្បាស់លាស់ដោយសារតែវាអាចយើងអាចធ្វើយើងខាតទេបើសិនយើងគិតឲ្យនេះទៅចាចាអាហ្នឹងគឺជាកំណត់របស់ខ្ញុំយល់ស្របទៅលើកំណត់របស់សៃហាអញ្ចឹងទៅខ្ញុំក៏មានឧទាហរណ៍នៅខាងក្រៅមួយដែរតាក់ទងមួយតារាកំ pl ម្នាក់ដែលគាត់ទទួល sponsor ពី game online ហ្នឹងគាត់ក៏ល្បីឈ្មោះដែរប៉ុន្តែដោយសារដែលគាត់ទទួល sponsor ពីល្បែង online game online អញ្ចឹងទៅគាត់ផ្សព្វផ្សាយពីវាគាត់ទទួលបានផលប្រយោជន៍មែនប៉ុន្តែអ្វីដែលគាត់បានវិញគឺការមិនពេញចិត្តទៅលើការមិនពេញចិត្តពីសំណាក់អ្នកគ្រប់គ្រងរបស់គាត់ដោយសារតែគាត់ផ្សព្វផ្សាយតាក់ទងមួយល្បែងហ្នឹងដែលធ្វើឲ្យប្រជាជនរបស់យើងហ្នឹងមានភាពវាថាអស់ទាញគាត់ទៅលើល្បែងអស់ហ្នឹងតែធ្វើឲ្យយើងដឹងស្រាប់ហើយល្បែង online វាប៉ះពាល់ដល់សម្រាប់សង្គមរបស់យើងអាហ្នឹងឧទាហរណ៍របស់ខ្ញុំមានតែប៉ុណ្ណឹងមានគេបន្ថែមទៀតស្រាប់ខ្ញុំគិតថានៅកម្ពុជាយើងមិនគឺថាមាន content creator ល្អច្រើនដែលគាត់ធ្វើមានថា content ដែលអត់ល្អនៅស្រុកខ្មែរយើងហ្នឹងយើងស្ដាយលើស្រុកខ្មែរយើងមាន channel ខ្លះមាន page ខ្លះគាត់ដើរថតពីជីវភាពរស់នៅប្រជាជនគាត់ថតពីវប្បធម៌ប្រជាជនរបស់ប្រទេសកម្ពុជាយើងហើយគាត់ថតពីការរកស៊ីការធ្វើចំនួនមុខរបរផ្សេងៗអញ្ចឹងទៅអញ្ចឹង content ទាំងអស់ហ្នឹងគឺវាល្អសម្រាប់សង្គមជាតិយើងហើយក៏វាជួយឲ្យអ្នកទស្សនាហ្នឹងគាត់មានការរីកចម្រើនដែរឧទាហរណ៍ content ទាក់ទងនឹងការរកស៊ីការបង្កើតមុខរបរអញ្ចឹងសម្រាប់បងប្អូនដែលគាត់អត់ទាន់ដឹងមានកំណត់អីរកស៊ីអីគាត់ឃើញវីដេអូហ្នឹងហើយគាត់ចាប់អារម្មណ៍គាត់ចង់ធ្វើតាមគាត់មានកំណត់រកស៊ីតាមអីចឹងទៅធ្វើមុខរបរហ្នឹងតាមអីចឹងទៅអញ្ចឹងខ្ញុំឃើញថ្មីៗនេះក្នុងប្រទេសយើងគឺមានដែរទាក់ទងទៅនឹងបញ្ហា fake news តើ fake news ហ្នឹងវាប៉ះពាល់មិនដែរហើយតែហាមានឧទាហរណ៍អីបង្ហាញព្រោះនៅស្រុកខ្មែរនេះច្រើនណាស់ fake news អញ្ចឹងចំពោះ fake news ឬក៏ព័ត៌មានដែលคล้ายៗហ្នឹងអញ្ចឹងគឺខ្ញុំមានឧទាហរណ៍មួយដែរអញ្ចឹងខ្ញុំមិនដឹងថាយើងចាំបានអត់ទេគឺនៅក្នុងឆ្នាំ2021គឺមាន TikToker ម្នាក់ដែលគាត់ TikToker ខ្មែរណាដែលគាត់បានធ្វើការបង្កើតវីដេអូមួយនៅពេលដែលយើងកំពុងតែនៅក្នុងជំងឺ Covid បាទអញ្ចឹងគឺវីដេអូហ្នឹងគឺគាត់បានបង្ហាញពីការញ៉ាំទឹកក្រូចឆ្មាញ៉ាំទឹកម្ទេសលាយជាមួយនឹងក្រូចឆ្មាដើម្បីការពារពីការចម្លងនៃជំងឺ Covid-19 ដែលវីដេអូហ្នឹងក៏ពេលដែលធ្វើហើយគឺវាបានធ្វើឲ្យផ្ទុះមែនតើបានរហូតដល់ 50k view ចំពោះរឿងហ្នឹងដែលការញ៉ាំម្ទេសហើយនឹងទឹកឃ្មុំហ្នឹងគឺអត់មានការចង់ថាការបញ្ជាក់ពីវិទ្យាសាស្ត្រទេដែលវាមានដែលវាអាចដែលវានឹងមានប្រសិទ្ធភាពអត់បានន័យថាគឺវាមានប្រសិទ្ធភាពទេក្នុងការធ្វើបែបហ្នឹងដើម្បីការពារជំងឺ Covid ហ្នឹងប៉ុន្តែខ្ញុំគិតថាអូខេចំពោះអ្នកដែលគាត់មានចំណេះដឹងជ្រៅជ្រះអ្នកដែលគាត់អាចមានសមត្ថភាពក្នុងការគិតអាហ្នឹងគឺគាត់ដឹងហើយថាហ្នឹងគឺវាមិនមែនជារឿងដែលគួរឲ្យជឿទេដែលនេះទេបានន័យថាគាត់ដឹងថាហ្នឹងគឺ fake ហើយប៉ុន្តែចំពោះមនុស្សមួយចំនួនដែលគាត់អត់សូវមានចំណេះដឹងជ្រៅជ្រះគាត់នៅកន្លែងដាច់ស្រយាលអត់សូវទទួលបានចំណេះដឹងផ្នែកហ្នឹងឬមួយក៏គាត់អត់សូវយល់ច្បាស់ទេអាហ្នឹងគឺគាត់អាចនឹងជឿហើយនៅពេលដែលគាត់មើលហ្នឹងទៅគឺគាត់អាចនឹងជួបគ្រោះថ្នាក់ទៀតព្រោះថានៅពេលដែលគាត់ធ្វើអញ្ចឹងទៅគឺគាត់គិតថាខ្លួនគាត់ហ្នឹងគឺលែងត្រូវបានជំងឺ Covid ហ្នឹងមកឆ្លងទៀតហើយអញ្ចឹងអា content មួយហ្នឹងគឺវាជួបវាធ្វើឲ្យមានបញ្ហាផ្នែកហ្នឹងទៀតតែជំងឺឆ្លងកាន់គឺខ្ញុំថាមិនដែរលទ្ធផលចំពោះការធ្វើបែបហ្នឹងអញ្ចឹងខ្ញុំសូមចូលរួមមួយសៃហាបន្តិចអញ្ចឹងយើងដឹងថាការបង្កើត content ដែលតាក់ទងមួយ fake news ហ្នឹងវាទទួលបានភាព viral ច្រើននៅក្នុងសង្គមរបស់យើងហើយឬមួយក៏នៅក្នុង social media របស់យើងជាងទៅ
ការបង្កើតទៅលើវីដេអូដែល viral តាក់ទងមួយ fake news នេះវាទទួលបានផលប្រយោជន៍ច្រើនវា viral ខ្លាំងវា trend view ច្រើនប៉ុន្តែផលប៉ះពាល់វាខ្លាំងគឺទៅលើសង្គមរបស់យើងចឹងទៅឧទាហរណ៍ថាមិញហ្នឹងគាត់សេហាក៏បានលើកនិយាយពីបញ្ហា COVID ដែរតាក់ទងមួយការបង្កើតថ្នាំคล้ายៗផុសទៅលើ social media ចឹងទៅចំពោះប្រជាជនដែលរស់នៅទីក្រុងឬមួយក៏រស់នៅតំបន់ទីប្រជុំជនដែលទទួលបានការបណ្ដុះបណ្ដាលអប់រំខ្ពស់ចឹងទៅពួកគាត់ក៏ទទួលបានចំណេះដឹងខ្ពស់ចឹងទៅវាអត់សូវជាមានផលប៉ះពាល់ទៅដល់គាត់ទេចឹងដល់ឡែកដូចសេហាគាត់និយាយចឹងតាក់ទងជាមួយនឹងប្រជាជនដែលរស់នៅតំបន់ដាច់ស្រយាលឆ្ងាយនៅជាយខេត្តចឹងទៅពួកគាត់ទទួលបានការអប់រំតិចចឹងទៅលើការបង្កើតឲ្យមានការ fake news ដូចនេះចឹងធ្វើឲ្យសង្គមរបស់យើងហ្នឹងវាជួបគ្រោះថ្នាក់ខ្លាំងទៅលើសុខភាពរបស់ពួកគាត់ចឹងទៅហើយមួយទៀតយើងថ្មីយើងក៏ដឹងដែរតាក់ទងមួយចំនួនព្រំដែនរវាងកម្ពុជានិងថៃអញ្ចឹងទៅយើងឃើញថាមានព័ត៌មាន fake news ជាច្រើននៅក្នុង social media យើងអញ្ចឹងទៅការបង្កើត fake news ទាំងអស់ហ្នឹងធ្វើឲ្យបាត់តែវាទទួលបាន view ច្រើនប៉ុន្តែផលប៉ះពាល់វាគឺក៏មិនតិចដែរតាក់ទងជាមួយនឹងសង្គមរបស់យើងទីមួយនោះគឺថាប្រជាជនយើងទទួលបានព័ត៌មានមិនពិតចឹងទៅធ្វើឲ្យការជឿជាក់ទៅលើរដ្ឋាភិបាលហ្នឹងក៏លែងមានចឹងធ្វើឲ្យប្រទេសចលាចលមានន័យថាបញ្ហាគឺនៅលើបញ្ហាទៀតហើយមានន័យថាប្រទេសយើងកំពុងតែមានការត្រូវបានគេឈ្លានពានហើយក៏ត្រូវបានព័ត៌មានคล้ายៗគ្រប់ដណ្ដប់លើមួយទៀតដែលធ្វើឲ្យវាកាន់តែចលាចលទាំងអស់ហ្នឹងចឹងធ្វើឲ្យប្រទេសជាតិមានភាពចលាចលហើយមានភាពអសន្តិសុខអីអញ្ចឹងទៅចំពោះខ្ញុំតាក់ទងមួយ fake news ហ្នឹងខ្ញុំមានប៉ុណ្ណឹងមិនដែលមានអីបន្ថែមទៀតអត់ខ្ញុំចង់បន្ថែមតិចដែរដោយសារខ្ញុំដែរអញ្ចឹងតាក់ទងទៅនឹង fake news ហ្នឹងខ្ញុំឃើញវាមានបញ្ហាច្រើនជាពិសេសវាមិនមែនបញ្ហាទូទៅទេវាបញ្ហាខ្លះគឺប៉ះពាល់ដល់ជីវិតមកដូចតាក់ទងទៅនឹងសុខភាពតាក់ទងទៅនឹងការឆ្លងជំងឺផ្សេងៗអញ្ចឹងគឺមានបញ្ហា fake news នឹងមករួមផ្សំណាឃើញមនុស្សបាត់បង់ជីវិតអញ្ចឹងឧទាហរណ៍ជំងឺឆ្កែឆ្កួតចឹងនៅពេលដែលឆ្កែខាំគឺយើងមិនត្រូវទៅចាក់វ៉ាក់សាំងអញ្ចឹងនៅពេលដែលយើងចាក់វ៉ាក់សាំងគឺយើងធានា 100% ថាយើងនឹងព្យាបាលបានថាយើងអត់ឆ្លងជំងឺឆ្កែឆ្កួតនឹងទេប៉ុន្តែ content creator ខ្លះគាត់បានបង្កើតវិធីសាស្ត្រដើម្បីព្យាបាលហ្នឹងតែគាត់និយាយថាឆ្កែខាំបើចាំចាក់វ៉ាក់សាំងក៏បានយើងអាចផ្សំថ្នាំតាមបែបបុរាណតែអត់ដឹងថាបែបបុរាណហ្នឹងមកពីណាទេហើយអត់ដឹងថាវិទ្យាសាស្ត្រគេបានបញ្ជាក់អត់ថាថ្នាំហ្នឹងពិតជាមានប្រសិទ្ធភាពអត់គឺឧទាហរណ៍យើងគេថាយកគល់សង្ខីបូកជាមួយនឹងឈើកមើមឈើអីចឹងទៅហើយដាំទឹកផឹកមួយថ្ងៃទៅបាត់ទៅជាអញ្ចឹងតែជាលទ្ធផលខ្ញុំឃើញអ្នកខ្លះគាត់បាត់បង់ជីវិតហ្នឹងទៅដោយសារអីក៏បានតែចាក់វ៉ាក់សាំងគាត់សុខចិត្តតាមបែបបុរាណអញ្ចឹងអ្នកខ្លះគាត់ស្ដាយលុយអញ្ចឹងគាត់សុខចិត្តធ្វើតាមបែបបុរាណអញ្ចឹងចុងក្រោយគឺបាត់បង់ជីវិតអាហ្នឹងហើយគឺគ្រោះថ្នាក់ខ្លាំងហ្មងហើយក៏ជាបញ្ហាដ៏ក្តៅដែរទាក់ទងទៅនឹងក្រមសីលធម៌អញ្ចឹងខ្ញុំបន្តទៅចំណុចមួយផ្នែកទៀតដែលខ្ញុំរៀបឆ្លងដែរគឺទាក់ទងទៅនឹង copyright copyright ឃើញផ្ទុះឡើងផ្សិតអញ្ចឹងនៅក្នុងប្រទេសខ្មែរយើងជាពិសេសទាក់ទងទៅនឹងផ្នែកអំណរគាត់មានការច្រឡំ copy ពីនេះទៅដាក់ទៅនោះអីចឹងណាអញ្ចឹងសីហាមានអីចង់បន្ថែមនេះទាក់ទងទៅនឹងផ្នែកនេះឬក៏ខ្ញុំគិតថាហ្នឹងហើយអូខេអញ្ចឹងខ្ញុំគិតថាការ copyright ហ្នឹងគឺជាបញ្ហាមួយដែលកើតឡើងញឹកញាប់បើយើងនិយាយអំពីក្រមសីលធម៌ក្នុងការបង្កើតមាតិកាអញ្ចឹងបើសិនជាយើងនិយាយអំពីក្រមសីលធម៌ក្នុងការបង្កើតមាតិកាអញ្ចឹងបានន័យថាគឺសំដៅលើការបង្កើតមាតិកាណាដែលបង្កើតអំពីរឿងណាដែលត្រឹមត្រូវរឿងណាដែលស្មោះត្រង់ fair ហើយនឹងមានការគ្រប់គ្នាទៅវិញទៅមកប៉ុន្តែជាមួយអ្នកខ្លះវិញដើម្បី focus លើតែការទទួលបាន view ទទួលបាន follower ឬមួយក៏ទទួលបាន sponsorship អញ្ចឹងគឺគាត់បានភ្លេចពីvalue ដែលទាំងអស់ហ្នឹងអញ្ចឹងទើបបានជាបង្កើតឲ្យមានបញ្ហាcopyright ដែលបានកើតឡើងដូចយើងបានដឹងថាជាទូទៅគឺអ្នកដែលធ្វើការលើ MMO គឺគាត់ភាគច្រើនគឺគាត់ចូលចិត្តយកវីដេអូដែលនៅលើ TikTok ឬមួយក៏ YouTube clip ហ្នឹងទៅ repost ឬក៏ post ម្ដងទៀតនៅលើ channel របស់គាត់ដោយមានសុំការអនុញ្ញាតពី
អ្នកតែបង្កើត original ទេមិនត្រឹមតែសុំការអនុញ្ញាតហើយគឺសូម្បីតែ tag គាត់ហ្នឹងគឺអត់ tag ទៀតអញ្ចឹងបានន័យថាហ្នឹងគឺវាមានភាព unfair មែនតើហើយនៅពេលដែលគាត់ post ទៅហ្នឹងវីដេអូខ្លះគឺមាន view ច្រើនទៀតចង់បាន view ច្រើនជាងអ្នកបង្កើតវីដេអូដើមទៀតតែគាត់ថាហ្នឹងគឺវា unfair មែនតើហើយវាអាចនឹងធ្វើឲ្យអ្នកដែលជួយអ្នកដែលបង្កើត content តែខិតខំចំណាយកម្លាំងចំណាយបានចិត្តដែលបង្កើត content ហ្នឹងគឺគាត់បាត់បង់អានេះហៅថាបាត់ទឹកចិត្តហើយបាក់ទឹកចិត្តគឺគាត់លែងចង់បង្កើតទៀតដោយសារតែគាត់ពេលដែលគាត់បង្កើតទៅវាត្រូវបានគេនេះយកទៅអេនមកវិញចឹងហ្នឹងហើយចាហ្នឹងគឺរបស់ខ្ញុំទៅលើអាការ copyright ឬក៏ plagiarism ហ្នឹងចឹងគ្នាយើងមានអីបន្ថែមអត់ហ្នឹងហើយទៅលើការ copyright ហ្នឹងយើងឃើញស្រុកខ្មែរយើងក៏មានច្រើនចឹងទៅវាធ្វើឲ្យប៉ះពាល់ទី1ទៅលើក្រមសីលធម៌ដែលយើងយកវីដេអូគេយកមកផុសដោយមិនបានដាក់ទៅលើ credit ឬមួយក៏ take ជាដើមអញ្ចឹងទៅវាធ្វើឲ្យអ្នកផលិតមាតិកាដូចសិហាគាត់និយាយដែរវាពាក់ព័ន្ធទៅលើទឹកចិត្តអ្នកធ្វើអញ្ចឹងធ្វើឲ្យកំណើននៃការបង្កើតនៅ content original ហ្នឹងវាមានការថយចុះអញ្ចឹងទៅពេលខ្លះក៏វាជួយនិយាយទៅវាមានហេតុផលពីរដែរទៅលើបញ្ហាមួយហ្នឹងវាអាចទី1បើសិនជា content ហ្នឹងល្អវាក៏អាចជួយផ្សព្វផ្សាយឲ្យទៅកាន់អ្នកដែលមិនទទួលបានព័ត៌មានណាវាថា content ហ្នឹងគាត់និយាយពី content ល្អតែទៅមួយព័ត៌មានអញ្ចឹងទោះគាត់យករបស់គេយកទៅប្រើមិនប៉ុន្តែគាត់ប្រើក្នុងន័យល្អដែរប៉ុន្តែអ្វីដែលគាត់ត្រូវតែធ្វើនោះគឺសុំដាក់ credit ទៅលើម្ចាស់ដើមផងអញ្ចឹងយើងឃើញថាការ copy វីដេអូនេះក៏វាមិនអាក្រក់ខ្លាំងណាស់ដែរប៉ុន្តែវាតាក់ទងមួយក្រុមសីលធម៌ដែលអ្នកដែលយកវីដេអូគេយកទៅ report តហ្នឹងទេអញ្ចឹងសម្រាប់កំណត់ខ្ញុំមានប៉ុណ្ណឹងមានអីបន្ថែមលើហ្នឹងអត់ក្នុងនេះខ្ញុំមានបញ្ហាមួយដែលខ្ញុំអត់ទាន់យល់តាក់ទងនឹង content បែប18 bit content នេះយើងមិនស្ដាយលើដូចណាគេប៉ុន្តែយើងស្ដាយលើទាំងសម្ដីកាយវិការហើយនឹងទាំងរូបរាងត្រង់អញ្ចឹងដូច content creator ខ្លះគាត់ពីស្ដីអសិលព្រួយនិយាយទៅចេះពីស្ដីអាក្រក់ស្ដាប់ហើយមិនឃើញគាត់ចូលមើលគាត់ចូលដំណាប់តែហ្នឹងគាត់ប៉ះពាល់សិលធម៌ក្នុងសង្គមយើងខុសត្រង់សិលធម៌មួយដែរហើយតាក់ទងវីដេអូខ្លះគឺគាត់អាចនិយាយថាបែប CC វីដេអូចេញមកបែប CC ហើយគាត់អត់trick ទៅលើក្មេងអាយុក្រោម18គាត់អាចឃើញវីដេអូហ្នឹងដែរហើយប៉ះពាល់ទៅដល់ផ្លូវចិត្តប៉ះពាល់ដល់ការរៀនសូត្ររបស់គាត់ហ្នឹងទៅអញ្ចឹងព្រោះជាធម្មតារបស់ហ្នឹងពេលក្មេងៗទទួលបានវាមិនដែរល្អវាប៉ះពាល់គាត់ជាប៉ះពាល់ផ្លូវចិត្តឬក៏ទទួលបាននៅអារម្មណ៍មួយផ្នែកចង់ដឹងចង់លឺអញ្ចឹងទៅហើយអូខេតតងទៅនឹង content 18នេះគឺដូចជាមានតែប៉ុណ្ណឹងក្នុងនេះហើយយើងអាចបន្តទៅBachelor ទៀតគឺយើងនិយាយពី AI content creator ដែលផាត់ AI វាប៉ះពាល់មិនដែរអញ្ចឹងណាអញ្ចឹងអាស្អីហាបន្ថែមទៅលើចំណុចនេះបានយើងបន្ថែមលើចំណុចហ្នឹងចូលអញ្ចឹងដូចយើងបានដឹងស្រាប់ហើយថាឥឡូវនេះគឺ AI គឺបានគឺកំពុងតែអភិវឌ្ឍខ្លាំងលឿនខ្លាំងមែនតើហើយជាពិសេសហ្នឹងគឺតាក់ទងទៅលើការបង្កើតវីដេអូដោយប្រើប្រាស់ AI ដោយការនេះលើ AI អញ្ចឹងដូចសប្តាហ៍នេះគឺយើងបានឃើញច្រើនមែនតើដោយចំពោះវីដេអូភាគច្រើនដែលបង្កើតជា deepfake AI ដែលវីដេអូទាំងហ្នឹងឃើញបាត់តែវាមានជាអត្តពលអាក្រក់ដល់សង្គមដែរប៉ុន្តែយើងក៏បានឃើញថាភាគច្រើនគឺក្រុមហ៊ុនដូចជា OpenAI គឺគាត់បានធ្វើការដាក់វត្តមាននៅលើវីដេអូរបស់គាត់ដែលបង្ហាញថាវីដេអូហ្នឹងគឺជា AI ដែលជាអ្នកបង្កើតដែលជួយធ្វើឲ្យអ្នកមើលហ្នឹងគឺគាត់អាចដឹងបានថាហ្នឹងគឺជាវីដេអូ AI ក៏ប៉ុន្តែចំពោះអ្នកខ្លះគឺចំពោះជនខ្លះគឺគាត់យកការវីដេអូដែលធ្វើ AI ដែលផងពី AI ហ្នឹងទៅធ្វើរឿងដែលល្អដូចជាយកទៅបង្កើត deepfake យកទៅបង្កើតរឿងដែលអត់ល្អដើម្បីយកទៅបោកប្រាស់គេយកទៅគំរាមកំហែងគេដើម្បីធ្វើវីដេអូដែលដើម្បីទទួលបានប្រយោជន៍ពីរឿងទាំងអស់ហ្នឹងដែលរឿងអាក្រក់ទាំងអស់ហ្នឹងអញ្ចឹងគិតថាហ្នឹងវាជារឿងដែលអត់ល្អទេដែលខ្ញុំគិតថារដ្ឋាភិបាលគួរតែមានវិធានការឬក៏ដាក់ច្បាប់ទៅលើ
ហើយដល់ហ្នឹងដើម្បីការពារវានៅថ្ងៃក្រោយព្រោះថាឥឡូវនេះគឺយើងអាចតែបើតែក្រុមទាំងអស់ហ្នឹងគឺគេអាចដាក់ restriction ទៅលើវីដេអូទាំងអស់ហ្នឹងដាក់ថាវាគឺវីដេអូ AI ប៉ុន្តែយើងដឹងថាថ្ងៃក្រោយទៀតទៅគឺវានឹងទៅជាកណាទេយើងគឺវាអាចនឹងវិវត្តទៅខ្លាំងជាងហ្នឹងដែលយើងអាចបែងចែកវាថាវីដេអូមួយណាជា AI វីដេអូមួយណាជាពិតអញ្ចឹងគឺអាចធ្វើឲ្យទាំងអស់ហ្នឹងគឺអាចយកការបង្កើតវីដេអូហ្នឹងទៅគំរាមកំហែងឬក៏ទៅធ្វើបានអ្នកដទៃដើម្បីទទួលបានលុយហ្នឹងទៅចាហ្នឹងគឺរបស់ខ្ញុំគឺមិនតែប៉ុណ្្នឹងអញ្ចឹងយើងដឹងហើយថា AI វាជាអាវុធមុខពីរវាក៏ទទួលបានផលប្រយោជន៍ឬមកវាក៏បង្កឲ្យមានផលមិនល្អដែរអញ្ចឹងខ្ញុំសូមលើកឧទាហរណ៍មួយដូចជានៅករណីដូចជានៅប្រទេសចិនខ្ញុំទទួលបានព័ត៌មានពីខាងប្រទេសចិនអញ្ចឹងទៅខ្ញុំឃើញព័ត៌មានមួយហ្នឹងតាក់ទងមួយឧក្រិដ្ឋកម្មដោយសារតែយើងដឹងថាប្រទេសចិនមានការរីកចម្រើនទៅលើ AI ខ្លាំងអញ្ចឹងទៅការឧក្រិដ្ឋកម្មដែលបង្កពី AI ហ្នឹងក៏វាមានច្រើនដែរតែខ្ញុំសូមលើកមួយនៅក្នុងចំណោមឧក្រិដ្ឋកម្មទាំងអស់ហ្នឹងអញ្ចឹងតាក់ទងជាមួយឧក្រិដ្ឋកម្មមួយហ្នឹងខ្ញុំឃើញថាជនឧក្រិដ្ឋករហ្នឹងគាត់បានប្រើប្រាស់ AI deepfake ដើម្បីធ្វើជាវីដេអូคล้ายៗមួយដើម្បីបោកប្រាស់ទៅកាន់គ្រួសារជនរងគ្រោះដើម្បីឲ្យគាត់ហ្នឹង pay ជាទឹកប្រាក់ដើម្បីរំដោះកូនគាត់មកវិញអញ្ចឹងទៅប៉ុន្តែតាមពិតទៅកូនគាត់អត់មានដឹងរឿងអីទាំងអស់ប៉ុន្តែដោយសារតែ AI deepfake ហ្នឹងគឺវាបានធ្វើឲ្យមានភាពយល់ច្រឡំមែនទែននៅក្នុងសង្គមអញ្ចឹងទៅខ្ញុំគិតថាដូចសេហាគាត់និយាយដែររដ្ឋាភិបាលគួរតែមានវិធានការអ្វីមួយទៅលើ AI ហ្នឹងកុំឲ្យវាទៅលំទលាយខ្លាំងពេកដោយសារថាវាគ្រោះថ្នាក់មែនទែនដោយ AI នេះវារីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងទៅចំពោះខ្ញុំចំពោះ AI ហ្នឹងគឺវាគ្រោះថ្នាក់សម្រាប់ខ្ញុំមានតែប៉ុណ្ណឹងបណ្ឌិតមានអីទៅនិយាយពី topic របស់យើងទៀតខ្ញុំមានបន្ថែមទៀតបងវីដេអូ AI វាអត់មានប៉ះពាល់អីច្រើនទៅដល់ជីវិតវិវត្តតែវាប៉ះពាល់ទៅលើផ្លូវអារម្មណ៍ដែលយើងមានអារម្មណ៍ចឹងតែខ្ញុំធ្លាប់បើក Facebook ឬក៏ YouTube ធ្លាប់ឃើញវីដេអូសតទេវីដេអូបែប short មួយចំនួនខ្លីៗទេគាត់តែចូលភ្លាមឃើញឡានបើកមកមុខមនុស្សឬក៏មកកូនក្មេងភ្លាមទោះបីវាក្នុងវីដេអូនោះអត់ឃើញឈាមមកឃើញអីតែមានអារម្មណ៍ថាយើងផ្លូវគោលយើងហើយដែរមកយើងដឹងថាវីដេអូនេះវីដេអូតែវាមានលក្ខណៈថាដូចមែនតើហ្មងអញ្ចឹងធ្វើឲ្យប៉ះពាល់ផ្លូវចិត្តយើងប៉ះពាល់ទៅអារម្មណ៍យើងអញ្ចឹងវាទៅអត់សុខចិត្តទៅពេលដែរខ្ញុំគិតថាវាប៉ះពាល់អ្នកដទៃប៉ះពាល់ដល់អ្នកមើលគឺវាប៉ះពាល់ទៅលើបញ្ហាហ្នឹងឯងគឺបញ្ហាក្រមសីលធម៌ហ្នឹងគឺអាចនិយាយថាអត់គ្រប់ពីអារម្មណ៍អ្នកដទៃហ្នឹងវីដេអូនេះយើងបង្កើតដើម្បីឲ្យចាប់អារម្មណ៍អញ្ចឹងតើតោះជាមួយទាំងអស់នេះគឺយើងបង្ហាញហើយអញ្ចឹងយើងអាចធ្វើការសិក្សាជាចុងក្រោយដើម្បីបង្ហាញពីគ្រូហើយនឹងសិមិនអាចធ្វើការសង្ខេបបានអញ្ចឹងចំណុចទាំងអស់ហ្នឹងយើងបាននិយាយពីលើរួចហើយអញ្ចឹងយើងឃើញថាក្រមសីលធម៌គឺវាសំខាន់មែនទែនក្នុងការបង្កើតនៅមាតិកានានាផ្សេងៗទៅលើ social media អញ្ចឹងយើងឃើញថាក្រមសីលធម៌ក្នុងការបង្កើត social media ទាំងអស់ហ្នឹងវាបានជួយសង្គមឲ្យរីកចម្រើនខ្លាំងដែលវាដូចថាបើសិនជាយើងធ្វើវាក្នុងផ្លូវអាក្រក់ដោយមិនគ្រប់តាមក្រមសីលធម៌ទាំងអស់ហ្នឹងវាធ្វើឲ្យសង្គមយើងកាន់តែដាំក្បាលចុះឧទាហរណ៍ដូចជា fake news ដូចជាការដែលយើងបង្កើតព័ត៌មានដែលធ្វើឲ្យរើសអើងជាតិសាសន៍រើសអើងភេទអញ្ចឹងទៅធ្វើឲ្យមានភាពចលាចលនៅក្នុងសង្គមអញ្ចឹងដល់ឡែកបើសិនជាយើងប្រើប្រាស់វាក្នុងផ្លូវល្អអញ្ចឹងវាជួយសង្គមបានច្រើនមែនតើដោយសារតែទី1កាត់បន្ថយនៅព័ត៌មាន fake news ហើយមួយទៀតវាជួយកាត់បន្ថយនៅការរើសអើងគ្នាការយកវីដេអូពីគេមកដោយមិនដាក់ hashtag ឬមួយក៏ credit អីជាដើមអញ្ចឹងទៅបើសិនជាយើងធ្វើវាក្នុងផ្លូវមិនល្អវិញសង្គមយើងក៏ដាំក្បាលចុះទៅតាមនឹងដែរដោយសារតែប្រជាជនរបស់យើងដឹងថាប្រជាជនយើងក៏ស្ថិតនៅក្នុងប្រជាជនភាគតិចឬមកនៅតំបន់ដាច់ស្រយាលអញ្ចឹងគាត់មានការអប់រំតិចតួចអញ្ចឹងទៅការដែលបែងចែកនៅព័ត៌មានល្អព័ត៌មានមិនល្អហ្នឹងក៏វាមានភាពពិបាកសម្រាប់គាត់ក្នុងការជឿទៅលើព័ត៌មានណាមួយអញ្ចឹងទៅខ្ញុំយល់ឃើញថាព័ត៌មានដែលបើសិនជាយើងដើរផ្លូវខុសហើយគឺសង្គមយើងគឺដាំក្បាលមែនទែនទៅលើបញ្ហាក្រមសីលធម៌ហ្នឹងវាគ្រោះថ្នាក់ខ្លាំងអញ្ចឹងទៅសម្រាប់ខ្ញុំមានតែប៉ុណ្ណឹងអរគុណបាទខ្ញុំមានដំបូងមានមួយចំនួនដំបូងមាន
nó cứ tờ bóng cứ chương dậy vì cả bạc cá bị đổ dùng càng ca bạc cá càng ca public chứ món nông pe là dân public thì mỗi cái chương thần là mơ cẩn thận chứ mơ bị đổ dùng là bà chọn gót hà miên chỉ là lại nát là miên bạc qua từ lời niệm mơ có miên lại đang đang sắp có trăm trâu trong tờ ai chụp bộ thì tí cứ cột ai cứ chọn tiền nhẹ tới cứ miên hà pe khác cẩn thận chứ ai nên có chuột nhẹ tới rồi có chọn một có chọn ai chỉ đám dương thật có thằng từ đầu bây giờ nó cứ ở bên chuột nhờ tới rồi có chuột đá và tay chân mang xong của tay hạt nói có chuột đá từ mà chặt một cái khẩn đồng làm tiếp ở đồng làm như đồng làm tiền này dương thơ của mốt rồi có promotion ơi là phong làm muối dương thì gặp mới ha có vì đó nó cứ dướng thơ của mọi thì từ co dương thơ ca cắt to y muối dương căng anh tha nâu video dưới cái chuyện tiệp dạ mơ tha có nó dưng còn như chúng ta cắt to dần tới thì cũng thời gian bây giờ nó chúng tôi cảm tiệp ấy muốn công phở với sang với chủ biến thì có visa anh chơi bàn tha visa của xin hạt chứng chứng visa đó nó cứ vì ở lò thế thì mỗi bạc qua sẽ là thua sự cùng của cái còn mới còn chặt bán còn tiền tàm dần tới chê rồi ấy chẳng á hay bạc ca trở lại đã lỏ không có sẽ lại để bạc bò là chủ yếu từ bạc bò sản phẩm sẽ lại lo miếng sản hay tại dương bạc ca dương lấy những nông nghiệp dương chi đẹp thành bạc ca cẩn thận nông nghiệp dương chiên influencer dương bạc ca sẽ lại ấy muối nè bán con phát sinh lấy thằng tha sẽ lại nâng việc mình học trai con người ta lấy những ai hiện vì công học của này không để về đây dương miền Tây ha để về đây dương bạc ca video nó bạc bò ấy muối dương anh lúc video đó hay dương anh xong tổ kề bán dương miên tụi nó có trời chỉ tránh cho khỏi cứ chương thời miên cũng đặt mối tư sẽ làm còn án sẽ làm nhận mình chỉ thằng nãy chương không nên chương chỉ đẹp cả tầm thân để tới nhưng có chỉ miên khoe này tránh chương thật chết sẽ làm người xung quanh luôn sẽ nhận mới chương cho bia đỏ vượt qua chẳng tới cứ đỏ thì ví dụ với cả ăn bây giờ sang nhập mơ và càng tận chú và càng là chỉ chắc là cái tông từ nâng cao khi xa lý cứ dương trên tờ đỏ cả tìm cho ấy chắc là nhưng xong họ cố là làm của sáng hay xong chủ viên